ការអភិវឌ្ឍជំនាញទន់សប្តាហ៍ថ្ងៃមិនមែនមានតែជំនាញបច្ចេកទេសប៉ុណ្ណោះទេដែលសំខាន់ជំនាញទន់ដូចជាការនិយាយការធ្វើការជាក្រុមការដោះស្រាយបញ្ហាការគ្រប់គ្រងអារម្មណ៍កំពុងក្លាយជាគន្លឹះសម្រាប់បើកឱកាសទីផ្សារការងារអ្នកខ្លាំងមិនមែនព្រោះតែអ្នកចេះធ្វើការងារទេតែព្រោះអ្នកចេះធ្វើការងារជាមួយមនុស្សជំនាញទន់ត្រូវបានបង្កើតឡើងដោយការសន្ទនាដោយការស្ដាប់ដោយការប្រឈមបញ្ហាដោយការណែនាំអ្នកដទៃនិងអនុញ្ញាតឲ្យខ្លួនចេះសហការជាមួយគេមិនចាំបាច់រៀនអ្វីធំទេចូលបង្កើតការវាយតម្លៃខ្លួនឯងហាត់និយាយហាត់ស្ដាប់ហាត់ទប់អារម្មណ៍បន្តិចម្ដងក្លាយជាចំណុចរឹងរបស់អ្នកសួរសំណួរសំខាន់មួយថាតើអ្នកកំពុងអភិវឌ្ឍជំនាញដែលធ្វើឲ្យអ្នកមានតម្លៃជាងមុនឬកំពុងឈរនៅកន្លែងដដែលអំណាចនៃបណ្ដាញសង្គមធ្វើឲ្យយុវជនជាច្រើនប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃឃើញគេជោគជ័យគិតថាខ្លួនបរាជ័យឃើញគេមានគិតថាខ្លួនក្របណ្ដាញសង្គមគឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយប្រើវាឲ្យត្រឹមត្រូវអ្នកអាចស្វែងរកឱកាសថ្មីអាចលក់ផលិតផលអាចរៀនជំនាញអាចបង្កើតអាជីពអាចបង្កើតប្រាក់ចំណូលទាំងអស់នេះធ្វើតែតាមទូរស័ព្ទដៃអ្នកប៉ុណ្ណោះជាទូទៅបណ្ដាញសង្គមមិនអាក្រក់ទេបញ្ហាគឺនៅត្រង់វិធីដែលយើងប្រើវាសូមសួរខ្លួនឯងថាតើយើងកំពុងប្រើបណ្ដាញសង្គមដើម្បីប្រៀបធៀបឬដើម្បីបង្កើតអនាគតរបស់យើងការងារមិនមែនដើម្បីតែប្រាក់សប្តាហ៍ថ្ងៃយុវជនជាច្រើនកំពុងចាប់ផ្ដើមយល់ថាការងារដែលមានន័យជាការងារដែលបង្កើតគុណតម្លៃសម្រាប់អ្នកដទៃនោះមានសារៈសំខាន់ជាងការគ្រាន់តែទទួលបានប្រាក់ខែខ្ពស់ការងារដែលសមនឹងកម្លាំងចំណង់ចំណូលចិត្តនិងគោលបំណងក្នុងជីវិតរបស់អ្នកនោះហើយជាការងារដែលធ្វើឲ្យយើងមានសុភមង្គលនិងគុណតម្លៃពិតគុណវិបត្តិនៃការកម្សាន្តឥតប្រយោជន៍ការកម្សាន្តហួសហេតុដូចជាលេងហ្គេមមើលវីដេអូមិនមានប្រយោជន៍ការលេងបណ្ដាញសង្គមច្រើនពេកអាចធ្វើឲ្យខាតពេលវេលាបាត់បង់ថាមពលនិងបំផ្លាញអនាគតដោយមិនដឹងខ្លួនប៉ុន្តែយុវជនដែលដឹងថាពេលវេលាជាធនធានដ៏មានតម្លៃនោះអាចមើលឃើញឱកាសដែលអ្នកដទៃមើលមិនឃើញហើយពួកគេនឹងរីកចម្រើនលឿនជាងផ្នែកគំនិតថ្មីក្នុងការស្វែងរកឱកាសសប្តាហ៍ថ្ងៃនេះយុវជនខ្មែរជាច្រើនបានងាកចេញពីជំនឿចាស់ដែលថាជោគជ័យកើតចេញពីការមានការងារធំនិងជាការងារផ្លូវការតែប៉ុណ្ណោះផ្ទុយទៅវិញពួកគេកំពុងស្វែងរកឱកាសយ៉ាងសកម្មដោយបោះបង់ចោលនៅជំនឿចាស់ទាំងនេះពួកគេចាប់ផ្ដើមអាជីវកម្មខ្នាតតូចដូចជាលក់តាមអ៊ីនធឺណិតផ្ដល់ការងារសេវាកម្មផ្ដល់សេវាដឹកជញ្ជូនបង្រៀនតាមអនឡាញឬផ្ដល់សេវាកម្មឯករាជ្យសាមញ្ញដែលត្រូវការដើមទុនតិចតួចបំផុតដើម្បីចាប់ផ្ដើមការចាប់ផ្ដើមមុខរបរតូចៗទាំងនេះអាចរកប្រាក់ចំណូលបានច្រើនជាងការធ្វើការឲ្យគេមុខរបរតូចៗទាំងនេះផ្ដល់ឱកាសឲ្យយុវជនទទួលបានការពិសោធន៍ការរៀនពីកំហុសហ៊ានប្រថុយប្រថាននិងរៀនពីបទពិសោធន៍ក្នុងជីវិតពិតតាមរយៈដំណើរនេះពួកគេចាប់ផ្ដើមយល់ពីរបៀបប្រស្រ័យទាក់ទងជាមួយអតិថិជនគ្រប់គ្រងពេលវេលារបស់ពួកគេចេះលើកទឹកចិត្តខ្លួនឯងនិងយកឈ្នះលើបញ្ហាប្រឈមជាក់ស្ដែងដែលកើតឡើងតាមផ្លូវរឿងដ៏អស្ចារ្យច្រើនតែកើតចេញពីជំហានតូចៗហើយជំហានតូចៗទាំងនេះអាចក្លាយជាមូលដ្ឋានគ្រឹះនៃអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជននេះជាអាជីវកម្មល្អបំផុតចំពោះបងប្អូនដែលមានមុខរបរលក់ដូររួចហើយនៅទូទាំងប្រទេសសម្រាប់បន្ថែមប្រភពរកប្រាក់ចំណូលអមជាមួយអាជីវកម្មមានស្រាប់របស់បងប្អូន KT ជា franchise អាជីវកម្មផ្លូវមន់ស្លាប់មន់បំពងចុងស្លាប់មន់ក្រឡុកនិងប្រហិតជាច្រើនមុខដែលជា brand របស់បងប្អូនខ្មែរបង្កើតឡើងជាង10ឆ្នាំមកហើយនិងប្រើផលិតផលក្នុងស្រុករបស់ខ្មែរសូមជួយគាំទ្រផលិតផលខ្មែរដើម្បីពង្រឹងសេដ្ឋកិច្ចខ្មែរ